សេចក្តីជូនដំណឹងស្តីពីការសន្សំសំចៃថាមពលអគ្គិសនីនៅក្នុងក្រសួងព័ត៌មានក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនអាយដាមលោកជំទាវលោកស្រីថ្នាក់ដឹកនាំទីប្រឹក្សាជំនួយការមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ជ្រាបថាដោយចូលរួមកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងក្រសួងព័ត៌មានសូមអាយដាមលោកជំទាវលោកស្រីចូលរួមអនុវត្តការសន្សំសំចៃថាមពលអគ្គិសនីដូចខាងក្រោម 1. ប្រើប្រាស់ថាមពលអគ្គិសនីដោយសន្សំសំចៃនិងកាត់បន្ថយការប្រើប្រាស់ក្នុងករណីមិនចាំបាច់ 2. កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីនៅទីតាំងដែលមានពន្លឺគ្រប់គ្រាន់ពីខាងក្រៅ 3. ការត្រួតពិនិត្យចរន្តអគ្គិសនីឡើងវិញមុនចាកចេញពីការិយាល័យដើម្បីធានាថាសម្ភារៈបរិក្ខារនានាដូចជាអំពូលភ្លើងម៉ាស៊ីនត្រជាក់ឧបករណ៍អេឡិចត្រូនិកទាំងអស់ដែលពុំមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ជាប្រចាំត្រូវបិទនិងផ្ដាច់ចរន្តអគ្គិសនីក្រសួងព័ត៌មានសូមលើកទឹកចិត្តដល់អាយដាមលោកជំទាវលោកស្រីថ្នាក់ដឹកនាំទីប្រឹក្សាជំនួយការមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ចូលរួមអនុវត្តការសន្សំសំចៃនិងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឲ្យអស់ពីលទ្ធភាពអាស្រ័យដោយបានជម្រាបជូនខាងលើសូមអាយដាមលោកជំទាវលោកស្រីជ្រាបជាព័ត៌មាននិងចូលរួមសហការតាមការគោលថ្ងៃអង្គារ14រោចខែផលគុណឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី17ខែមិនិនាឆ្នាំ2026ក្រសួងព័ត៌មាន